កងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យបញ្ជូនជនសង្ស័យម្នាក់ទៅសាលាដំបងខេត្តអនុវត្តតាមនីតិវិធីពាក់ព័ន្ធករណីលួងលោមរោមភេទផលិតរូបអាហារភានិងគម្រាមបង្ហោះរូបអាហារភានៅក្នុងបណ្ដាញសង្គមនៅវេលាម៉ោង 14:30 នាទីថ្ងៃទី 3 ខែឧសភា ឆ្នាំ 2025 កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែតបានទទួលពាក្យបណ្ដឹងពីឈ្មោះ ស វ រ ត ណូ ភេទស្រីអាយុ 34 ឆ្នាំ ស្នាក់នៅក្នុងភូមិបាលលេខឡាយ 1 សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ បានប្តឹងចោទប្រកាន់ទៅលើឈ្មោះ ជ័យ ច័ន្ទតារា ភេទប្រុសអាយុ 35 ឆ្នាំ រស់នៅក្នុងភូមិផ្សារកណ្ដាល សង្កាត់ផ្សារកណ្ដាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ពីបទលួងលោមរោមភេទផលិតរូបអាហារភាសនិងគម្រាមបង្ហោះរូបអាហារភាសនៅក្នុងបណ្ដាញសង្គមក្រោយពីទទួលបានពាក្យបណ្ដឹងកម្លាំងជំនាញមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែតបានចូលធ្វើការស្រាវជ្រាវកំណត់មុខសញ្ញារហូតឈានដល់ការចាប់ខ្លួនជនសង្ស័យឈ្មោះជ័យ ច័ន្ទតារា ភេទប្រុសអាយុ 37 ឆ្នាំស្ថិតនៅក្នុងភូមិគីឡូម៉ែត្រ 4 សង្កាត់ផ្សារកណ្ដាលក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យរួមនឹងបានដកហូតវត្ថុតាំងទូរស័ព្ទដៃចំនួន1គ្រឿងហើយនាំមកកាន់មូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែតដើម្បីសួរនាំទៅតាមនីតិវិធីលោកវរៈសេនីយ៍ត្រីនូនីណារ៉ូមានបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុងបានឲ្យដឹងថាជនរងគ្រោះបានបញ្ជាក់ថារូបខ្លួនបានស្គាល់ជនសង្ស័យរយៈពេល1ខែមកហើយនៅថ្ងៃកាត់ហែលលើទី1ខ្លួនបានទៅលេងផ្ទះជ័យ ច័ន្ទតារាដែលជាជនសង្ស័យគណៈពេលដែលខ្លួនចូលក្នុងបន្ទប់ទឹកស្រាប់តែជនសង្ស័យបានបង្ខំរោមរាក់ក្នុងបន្ទប់ទឹកដោយសារតែខ្លួនភ័យខ្លាចក៏មិនហ៊ានរករឿងជនសង្ស័យហើយនៅលើទី2ខ្លួនបានទៅកម្មវិធីមិត្តភ័ក្តិហើយត្រូវបានជនសង្ស័យទៅយកដើម្បីសម្រុះសម្រួលដើម្បីបញ្ចប់រឿងតែត្រូវបានជនសង្ស័យយកលេថាម៉ូតូខូចហើយចូលស្នាក់នៅក្នុងផ្ទះសំណាក់មួយយប់ហើយត្រូវបានជនសង្ស័យលបួងរោមរាក់ម្ដងទៀតហើយជនសង្ស័យបានលួចថតរូបទុកក្រោយមករូបខ្លួនបានប្លុក Facebook និង Telegram របស់ជនសង្ស័យចោលដើម្បីបញ្ចប់ទំនាក់ទំនងនឹងគ្នាស្រាប់តែជនសង្ស័យខឹងហើយគំរាមខ្លួនថានៅបង្ហោះវីដេអូនិងរូបភាពពេលរោមរាក់នៅតាមបណ្ដាញសង្គមព្រមទាំងបានគំរាមធ្វើបាបកូនរបស់ខ្លួនថែមទៀតទើបខ្លួនសម្រេចចាប់ប្តឹងសមត្ថកិច្ចតែម្ដងក្រោយចាប់ខ្លួននិងសួរនាំរួចជនសង្ស័យបានឆ្លើយសន្តិភាពថាខ្លួនពិតជាបានបង្ខំជនរងគ្រោះដើម្បីរោមរាក់ហើយគំរាមថានៅបង្ហោះវីដេអូនិងរូបអាក្រាតពិតប្រាកដមែនដោយផ្អែកលើចម្លើយសន្តិភាពនិងមានវត្ថុតាងជាក់ស្ដែងកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងបានកសាងសំណុំរឿងបញ្ជូនទៅកាន់បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តដើម្បីចាត់ការបន្តតាមនីតិវិធីលោកវរៈសេនីយ៍តូព្រមថេតប្រធានមន្ត្រីស្រាវជ្រាវនិងបង្ក្រាបបទល្មើសបានឲ្យដឹងថាការបង្ក្រាបករណីខាងលើក៏ទទួលបានការអនុញ្ញាតពីលោកឧត្តមសេនីយ៍ត្រីបោយបិណ្ឌមេបញ្ជាការកងរាជអាវុធហត្ថខេត្តនិងមានការសម្របសម្រួលនីតិវិធីពីឯកឧត្តមកើតវណ្ណរ៉េព្រះរាជអាជ្ញាអមសាលាដំបងខេត្តផងដែរបច្ចុប្បន្នជនសង្ស័យត្រូវបានកម្លាំងការរាជអាល័យព្រហ្មទណ្ឌកងរាជអាវុធហត្ថខេត្តបញ្ជូនទៅសាលាដំបងខេត្តហើយនៅព្រឹកថ្ងៃច័ន្ទទី 5 ខែឧសភាឆ្នាំ 2025 នេះដើម្បីបន្តទៅតាមនីតិវិធីសម្រាប់ YouTube លោកអ្នកគ្រាន់តែវាយពី SN TV Breaking Newsចុច Like Subscribe និងរូបកណ្ដឹងជាការស្រេចនឹងទទួលបានព័ត៌មានថ្មីៗជារៀងរាល់ថ្ងៃ